Như xưa bọn mẹបងប្អូនទាំងអស់គ្នាបងប្អូននេះគឺជារបៀបស្លតាពាំងបងប្អូនរបៀបងាយងាយលឿនចឹងបងប្អូនយើងចាត់តាពាំងចាត់អីស្អាតហើយបងប្អូនយើងដាក់វាមួយងាស់ហើយដាក់យើងដាក់អង្គមកក្តាប់ដៃចូលទៅបងប្អូនទាំងអស់គ្នានេះគឺជាបន្លែសាបរបស់យើងបងប្អូនទាំងអស់គ្នានេះគឺមានដូចជាស្លឹកខ្ទួតស្លឹកងប់ស្លឹកអីហ្នឹងបងប្អូនទាំងអស់គ្នាវាយើងបេះតាមផ្ទះចឹងមានលឹកផ្ទីមានដូចជាស្លឹកទៀបបងប្អូនហើយនឹងស្លឹកស្អីគេធំក្លិនបងប្អូនទាំងគ្នាយើងជិះស្លឹកស្អំបងប្អូនយកដាក់ទៅគឺសាបទៅគឺត្រូវគ្នាមែនតើបងប្អូនទាំងគ្នាហើយមានត្រីរ៉ស់អីចឹងទៅបងប្អូនហើយគឺបងប្អូនមើលទៅគឺងាយងាយមែនតើហើយឆាប់បានហូបបងប្អូនយើងស្លតែមួយផ្លែតគឺបានហូបហើយបងប្អូនទាំងគ្នាហើយគឺជាបន្លែយើងដាក់យើងបិទខ្ទះយើងភ្លក់បងប្អូនគឺតែវាត្រូវគ្រឿងត្រូវអីគ្នាហើយបងប្អូនទាំងគ្នាគឺយើងអាចដាក់ចុះបានណាបងប្អូនងាយងាយហើយខែនឹងយើងស្លក្តៅក្តៅហត់បងប្អូនថាជាពិសេសជាតិជាតិបងប្អូនតំណងមែនតើបងប្អូនអាចសាកល្បងធ្វើបានណាអរគុណច្រើន